mình được pro na có ọt bậc cạnh muốn nhục ban là nó ô tôm tích chứ vì vua tam vật chia xa thì sắc xa pro một trợ giá cái xeo chiêu tới đâm bay ban mây chỉ vật nâng mò tận nọ việc thờ ca crop chiêm dạng họ xe sập tầm nọ chấm rành xe sập tầm nọ này crop chiêm vì store là con luôn dương hộp ba dương đỏ chẳng hao mấy oxygen cho trôn và giá cá trôn vật lý ngay vật lý praktik điện một nó luôn dương ở việc thơ metabolism việc bấm plane tham một pool nó không một quan đến ca dương tới crop chiêm đàn luyện nó không luôn dương nó vì chấm ranh đôi dương chấm ranh prey chứ hơi việc store tục nó không khu ăn non bao dương bọt miền càng như việc tờ thuê tới vì nơi không phiếp thì khu ăn non nào càng snow khơi việc non snow boss ăn dương đầu tiên đó phần nào pin này dương thở cao vì bởi chính dương nhồi ở rong pin là dương nơi dùng mũi cái nia prostate nó có việc nhồi máu việc bằng plane trên vì khu ăn bao dương máu tam và con bảo viện nó có trên mà cào máu dương con mới ở rong tắc sọ tụi bây giờ prăng ấy chẳng nào cái đó có nơi tại việc khó khăn niên rốt hot hot brand hot ở cái lăng coffee ở cái lăng bạn trống có niên Hello សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំកំពុងឈរនៅកណ្ដាលទីក្រុង Saint Petersburg ក្រោមផ្ទៃមេឃដ៏ត្រជាក់ម៉ោងដូចជា12យប់ចង់ចែករំលែកជាមួយបងប្អូនពីចេញពីអារម្មណ៍ផ្ទាល់ថ្មីស្រស់ fresh តែម្ដងអ្វីដែលកំពុងកាត់ឡើងនៅក្នុងខ្លួនអីដែលខ្លួនពលត្រូវចេញពីភាពជាខ្លួនឯងដែលបានស្ថិតនៅក្នុងព្រហ្មចរិយាអស់រយៈពេលមួយរយៈធំជាង3ខែចូល4មិនជាង3ខែ4ខែ125ថ្ងៃបាទអញ្ចឹងមានអីដែលពលត្រូវនៅក្នុងខ្លួនកើតឡើងនៅក្នុងខ្លួនចង់ចែករំលែកភ្លាមផ្ទាល់តែម្ដងជូនបងប្អូនជាពិសេសជូនដល់បងប្អូនជាមនុស្សប្រុសមនុស្សស្រីអាចតែស្ដាប់បានដែរប៉ុន្តែពិបាកយល់ឬថាអាចនឹងស្ដាប់យល់ប៉ុន្តែពលមិនត្រូវសម័យអត់ត្រូវបានតែមកដឹងប៉ុន្តែជូនជាពិសេសសម្រាប់បងប្អូនជាមនុស្សប្រុសប៉ុន្តែថាតែមនុស្សប្រុសហ្នឹងក៏មិនទាំងអស់ដែរជូនជាពិសេសផងដែរនោះចំពោះឪពុកម្ដាយដែលមានកូនប្រុសតាមពិតទៅអ្វីដែលខ្ញុំចង់និយាយគឺចង់ដាក់ចំណងជើងថាបើខ្ញុំមានកូនប្រុសតើខ្ញុំគួរបង្រៀនអីដល់កូនរបស់ខ្ញុំគួរឲ្យរបស់អីដល់របស់អីមួយយ៉ាងដែលមានន័យមានតម្លៃថ្លៃវិសេសវិសាលកាត់ថ្លៃមិនបានឬអាចថាមានន័យមានប្រយោជន៍ជាងបានចំណេះដឹងទាំងអស់នៅក្នុងលោកជាងបានទ្រព្យសម្បត្តិទាំងអស់នៅក្នុងលោកអាចទេមានរបស់មួយយ៉ាងហ្នឹងហើយអ្វីមួយយ៉ាងនោះបើសិនជារកបានខ្ញុំចង់ផ្ដល់ឲ្យកូនខ្ញុំបើសិនជាខ្ញុំមានកូនប្រុសប៉ុន្តែចៃដន្យអីខ្ញុំអត់ទាន់មានកូនខ្ញុំឃើញកូនគេខ្ញុំមានអារម្មណ៍ថាដូចកូនខ្ញុំឃើញក្មេងៗសុំទាននៅតាមផ្លូវនៅចរាចផ្លូវ
ពីស្ទះចរាចរណ៍ពេលឈប់លើស្តុបខ្ញុំឃើញក្មួយខ្ញុំកូនរបស់បងប្អូនខ្ញុំកូនរបស់មិត្តភ័ក្តិខ្ញុំដែលឪពុកម្ដាយពួកគាត់នាំមកលេងជម្រាបសួរខ្ញុំអីចឹងទៅខ្ញុំចេះតែសម្លឹងមើលក្នុងកែវភ្នែកក្មេងទាំងអស់នោះហើយខ្ញុំសួរមកខ្លួនខ្ញុំថាបើសិនជាខ្ញុំមានកូនប្រុសតើខ្ញុំបង្រៀនអីដល់កូនខ្ញុំតើមានរបស់អីមួយយ៉ាងដែលមានន័យជាងចំណេះដឹងទាំងអស់ក្នុងលោកជាងទ្រព្យសម្បត្តិទាំងអស់ក្នុងលោកហើយដែលខ្ញុំមើលឃើញថាកាលណាខ្ញុំផ្ដល់របស់នឹងឲ្យកូនខ្ញុំរបស់នឹងអាចធានាបាននៅសុវត្ថិភាពសន្តិសុខភាពគត់មុតភាពកក់ក្ដៅភាពធន់ខ្ញុំអត់និយាយពាក្យរឹងពឹងទេខ្ញុំប្រើពាក្យថាភាពធន់សម្រាប់ផ្លូវចិត្តជីវិតជាជំរកពិតប្រាកដសម្រាប់ជីវិតរបស់កូនខ្ញុំពេលអត់ពីខ្ញុំទៅបែបមកពីគិតវែងឆ្ងាយពេកអញ្ចឹងក៏មិនដឹងទើបខ្ញុំមិនតាន់មានកូននឹងគេរហូតដល់ពេលនេះហើយចេះតែគិតថាបើខ្ញុំមានកូនដូចគេមិនដឹងជាខ្ញុំយកកូនខ្ញុំទៅដាក់នៅតាណាទីយកទៅលាក់ជូលសាលាដូចគេដូចឯងខ្ញុំចេះតែបារម្ភថាមិនដឹងគេបច្រកអីខ្លះចូលទៅក្នុងខួរក្បាលកូនខ្ញុំទេមិនដឹងជាគេបង្រៀនអីខ្លះហើយមិនដឹងថាធ្វើម៉េចអាចឲ្យខ្ញុំទុកចិត្តបានថាចំណេះដឹងទាំងអស់នោះអាចធានាបានថាកូនខ្ញុំពិតជាអាចទីពឹងខ្លួនឯងពិតប្រាកដហើយរកឃើញពលិជីវិតរកឃើញការពិតនៃខ្លួនឯងពិតប្រាកដចេញពីជីវិតរបស់កូនខ្ញុំដែលខ្ញុំបង្កើតមកហើយគ្នាត្រូវរស់តកំណើតពីខ្ញុំនឹងបើថាអាយុវែង70 80ឆ្នាំទៀតតទៅនោះចុងក្រោយដែលគ្នាប្រឹងរស់ហ្នឹងគ្នារកឃើញការពិតអត្តន័យពិតប្រាកដខ្លឹមសារពិតប្រាកដចេញពីអីដែលខ្លួនបានខំប្រឹងប្រែងរស់ពិតប្រាកដនឹងមែនឬអត់ខ្ញុំធ្វើម៉េចអាចទុកចិត្តបានថាសាលារៀនទាំងឡាយអាចផ្ដល់យ៉ាងហោចបង្ហាញផ្លូវឬក៏ត្រួសត្រាយផ្លូវទាំងអស់នឹងឲ្យកូនខ្ញុំបានច្បាស់ណាស់យើងមានកូនយើងចង់ឲ្យកូនយើងទៅសាលាខ្លះមិនត្រឹមតែសាលាល្អនៅស្រុកខ្មែរទេបើគេអ្នកមានធូធាគេបញ្ជូនកូនគេទៅអូស្ត្រាលីទៅញូហ្សេឡង់ទៅអាមេរិកទៅអឺរ៉ុបអីហើយដោយសារអីដោយសារឪពុកម្ដាយទាំងអស់ហ្នឹងគេស្រឡាញ់កូនរបស់ខ្លួនហើយចង់ឲ្យកូនរបស់ខ្លួនទទួលបានការអប់រំល្អប៉ុន្តែខ្ញុំមើលឃើញថាសាលាទាំងឡាយផ្ដល់តែចំណេះដឹងបច្ចេកទេសរបៀបរស់នៅក្នុងសង្គមរបៀបវិភាគរបៀបគិតធ្វើម៉េចឲ្យឆ្លាតតែខួរក្បាលទីប៉ុន្តែទាំងអស់នោះខ្ញុំនៅតែមិនអស់ចិត្តទេខ្ញុំនៅតែសួរខ្លួនឯងថាតើអាចមានអីមួយយ៉ាងដែលមានន័យជារបស់ជាធម៌ជាធម្មជាតិដែលខ្ញុំចែករំលែកឲ្យកូនខ្ញុំទៅខ្ញុំពិតជាមានអារម្មណ៍អស់ចិត្តជ្រះស្រឡះពីខាងក្នុងខ្លួនខ្ញុំទៅថាកូនខ្ញុំពិតជាអាចមានភាពធន់មានជំហរពិតប្រាកដជំនះរាល់ឧបសគ្គអីក៏បានចេះដោះស្រាយដោយភាពភ្លឺស្វាងជាមួយនឹងរាល់ឧបសគ្គអីក៏បានក្នុងជីវិតប៉ុន្តែខ្ញុំនិយាយថាបើខ្ញុំមានកូនប្រុសទីនេះមិនមែនចង់បានន័យថាខ្ញុំរើសអើងកូនស្រីទេមនុស្សស្រីក៏អាចបដិបត្តិព្រហ្មចរិយាបានដែរប៉ុន្តែមានវិធីផ្សេងហើយប្រព័ន្ធរាងកាយគាត់ផ្សេងខ្ញុំអត់ជំនាញខ្ញុំច្បាស់រាងកាយមនុស្សប្រុសជាងខ្ញុំក៏ចែករំលែកជូនមនុស្សប្រុសហើយមនុស្សស្រីក៏ដឹងខ្លះប៉ុន្តែពិបាកនឹងចែករំលែកតាមបណ្ដាញសង្គមនេះអញ្ចឹងខ្ញុំនិយាយថាបើខ្ញុំមានកូនប្រុសហើយខ្ញុំចង់បង្រៀនរបស់មួយយ៉ាងដែលមានតម្លៃនោះគឺព្រហ្មចរិយានេះគឺมันបានក្នុងន័យរើសអើងសម្រាប់មនុស្សស្រីទេ Photo? No, I No? doing Okay. live. Sorry, bro. Thank you. Twitch?
no it's okay thank you yeah yeah ខ្ញុំប្រើពាក្យខ្ញុំសរុបមកវិញចង់និយាយថាមនុស្សស្រីមានវិធីផ្សេងហើយអាចវីដេអូផ្សេងអឺប្រព័ន្ធរាងកាយគាត់ផ្សេងមិញដាច់សង្វាក់បន្តិចប៉ុន្តែមុននឹងចូលសារថ្មីចង់បង្ហាញបងប្អូននៅខាងក្រោយភ្លើងស្អាតគេដាក់ឆ្លោះពូននៅក្នុងទឹកដោយសារកាមេរ៉ាពណ៌ចាប់ពន្លឺអត់អស់ពណ៌ប៉ុន្តែបើមើលផ្ទាល់មានពណ៌ចម្រុះផ្សេងគ្នាឆ្លោះក្នុងទឹកស្អាតហើយខ្ញុំចាប់អារម្មណ៍នេះដោយសារចង់ប្រាប់បងប្អូនថារុស្ស៊ីខុសពីខ្មែរថងថានៅរុស្ស៊ីអត់ខ្វល់ពីរឿងខ្ជះខ្ជាយធម្មពលដូចនៅខ្មែរទេខ្មែរយើងប្រើភ្លើងយើងនៅបារម្ភរឿងខ្លាចខាតភ្លើងអស់គីឡូភ្លើងច្រើនអស់លុយច្រើនហើយយើងនិយាយពីរឿងប្រសិទ្ធភាពធម្មពលប្រសិទ្ធភាពធម្មពល energy efficiency ចង់និយាយប្រើធម្មពលឲ្យមានប្រសិទ្ធភាពធម្មពលមានប្រសិទ្ធភាពមានន័យថាកុំខ្ជះខ្ជាយធម្មពលយើងចេះសន្សំចៃធម្មពលបើនិយាយខ្លីទៅហេតុអីយើងប្រភពធម្មពលដែលយើងផ្គត់ផ្គង់នៅស្រុកយើងក៏មានកម្រិតហើយវាត្រូវបងថ្លៃចំណាយផងប៉ុន្តែរុស្ស៊ីខ្ញុំជួបមេធំរបស់ស្ថានីយ៍រោងចក្រផលិតធម្មពលធំមួយចំនួននេះខ្ញុំលើកពីបញ្ហាហ្នឹងរាប់ទាំងរោងចក្រដែលផលិតធម្មពលផងរោងចក្រផលិតធម្មពលនុយក្លេអ៊ែរផងនិងក្រុមហ៊ុនរថភ្លើងដែលជាអ្នកស៊ីធម្មពលដល់ពេលយើងលើកពីប្រធានបទប្រើប្រាស់ធម្មពលប្រកបដោយប្រសិទ្ធភាពហ្នឹងគេថាគេអត់ខ្វល់ទេដោយសារធម្មពលនៅស្រុកនេះវាពោពេះឡើងពេកពួកគេសម្បូរដោយរោងចក្រផលិតធម្មពលដោយធម្មពលនុយក្លេអ៊ែរអញ្ចឹងរឿងប្រសិទ្ធភាពធម្មពលអត់ជាបញ្ហាអញ្ចឹងបានគេសម្បូរភ្លើងតាក់តែងលំអទីក្រុងពោពេះគ្រប់កន្លែងបាទហ្នឹងក៏ពាក់ព័ន្ធជាមួយនឹងព្រហ្មចរិយាដែរតាមពិតទៅខ្ញុំប្រើពាក្យព្រហ្មចរិយាខ្ញុំចង់និយាយអំពីការដែលមិនខ្ជះខ្ជាយធម្មពលក្នុងខ្លួនមនុស្សយើងបាទมันខុសគ្នាអំពីធម្មពលដែលធម្មពលអគ្គិសនីដែលយើងឃើញជាធម្មពលពលឺនៅក្រោយខ្នងខ្ញុំនេះទេនៅក្នុងខ្លួនរបស់មនុស្សយើងមានធម្មពលមេជីវិតដែលខ្ញុំគិតថាមានអានុភាពខ្លាំងជាងបើយើងអត់កត់សម្គាល់យើងមើលអត់ដឹងទេខ្ញុំឧទាហរណ៍ជាក់ស្ដែងឲ្យបងប្អូនឃើញថាធម្មពលមេជីវិតរបស់មនុស្សប្រុសមកតំណក់ពេលដែលយកមកចំណាយត្រូវយកមកប្រើប្រាស់ត្រូវដូចនឹងយើងប្រើធម្មពលអគ្គិសនីត្រូវផលិតបានជាធម្មពលពន្លឺបានជាធម្មពលកម្ដៅយកមកដាំបាយយកមកធ្វើធម្មពលអគ្គិសនីប្រើក្នុងឧបករណ៍អេឡិចត្រូនិកទូរស័ព្ទកុំព្យូទ័រអីចឹងដូចគ្នាដែរនៅក្នុងខ្លួនរបស់យើងមានធម្មពលស្នូលដើមដែលបង្កើតជីវិតបង្កើតជីវិតនិយាយខ្លីមកធម្មពលបង្កើតជីវិតយើងមកយើងមានពាក្យថាមីជីវិតហ្នឹងធម្មពលហ្នឹងយើងដឹងស្រាប់មកតំណក់ដែលបញ្ចេញយកមកប្រើត្រូវយើងបង្កើតបានជីវិតមនុស្សតាមវិទ្យាសាស្ត្រគេថាដល់ប្រមាណ100លានប្រមាណ1000លានជីវិតនៅក្នុងមេជីវិតរបស់មនុស្សប្រុសយើងមកជ្រូចមកទោះបង្កើតមនុស្សបានមកស្រុកខ្មែរក្នុងនោះមានមេជីវិតមកទីក្រុង Saint Petersburg មកទីក្រុង Moscow របស់រុស្ស៊ីឬក៏មកជ្រួយនឹងបានមកទីក្រុង New York ក៏ប៉ុន្តែខ្ញុំនិយាយចំពោះមនុស្សប្រុសប៉ុន្តែយើងអត់ចេះប្រើហើយយើងខ្ជះខ្ជាយចោលយើងបញ្ចេញចោលទៅទេដោយចាញ់អារម្មណ៍របស់ខ្លួនចាញ់អារម្មណ៍ច្រាស់ច្រាលក្នុងតណ្ហារបស់ខ្លួនយើងបាត់បង់ធម្មពលជីវិតនៅក្នុងខ្លួនការដែលបញ្ចេញ
tham pol mi chỉ vượt bị nông luôn dương đói mình sân xóm sân chạy đó ọt chết pra pra chết thì bị chinh chết khi vì bắt pol đòn sọc phim lời cái lời chết hốt đòn bắt đòn tầm nơi chỉ vượt bao dương từng mùi bởi nông bị xa thua kinh gì tha ọt miến prom chạy để giả thọ nhom pra pi prom chạy để giả thọ nhom sum đau lư cáปฏิบัติคืออย่างน่าก็ด้อยมนุษย์เพราะกดอดเช็คชีให้ทำกับผู้ชีวิตរបស់គាត់អត់เช็คชีមេជីវិតរបស់គាត់យ៉ាងហោចគាត់ស្តទុកគាត់រក្សាទុកនៅក្នុងខ្លួនធ្វើមិនដឹងឯងឲ្យតែរក្សាបានលើសពី3ខែទៅយ៉ាងហោចខ្ញុំប្រើពាក្យថាយ៉ាងហោចលើសពី3ខែទៅយ៉ាងហោចពី90ថ្ងៃតាមក្បួនដែលសិក្សាស្រាវជ្រាវមកមេជីវិតដែលត្រូវរក្សាទុកនៅក្នុងខ្លួនយ៉ាងហោចដែលវាទុំចាស់maturity ស៊ីពេល74ថ្ងៃចំពោះខ្ញុំដាក់ថា3ខែ3ខែហ្នឹងខ្ញុំរាប់ថាបួសមែនទែនបួសខាងក្នុងខ្លួនបួសពិតប្រាកដភាសាបាលីគេហៅថានិខមៈមកពីនិប្រែថាចេញដូចនិវត្តអញ្ចឹងចេញឈប់ធ្វើការចូលនិវត្តគឺលលែងធ្វើការមាន note ដែលស្រអិខាងដើមនោះប្រែថាចេញចាក់ប្រែថាចាក់ចេញនឹងឯងហើយនឹងកាមយើងហ្នឹងកាមគុណកាមអារម្មណ៍ហ្នឹងនិកមៈដល់ពេលបូកចូលគ្នាទៅគេដូរទៅជាជើងខអានឹងបច្ចេកទេសសោះសាសខ្ញុំអត់ទៅខាងមិនបញ្យល់ល្អិតទៅខាងនោះទេខ្ញុំដឹងល្អិតប៉ុន្តែខ្ញុំអត់បញ្យល់ល្អិតទៅខាងនោះគាត់ឲ្យបងប្អូនដឹងយើងថាបូកអក្សរជួរគ្នាគេផ្លាស់កទៅជាជើងខអញ្ចឹងទៅបានទៅជានិកមៈមកហើយគេផ្លាស់ស្រអិទៅជាស្រអេទៅបានទៅជានិកមៈភាសាបាលីហ្នឹងគេនិយមប្រើដែរក្នុងពុទ្ធសាសនាក្នុងអ្នកនិយមធម៌របស់ពុទ្ធដែលប្រែថាចេញចក្រកាមមានការមើលឃើញថាចេញចក្រកាមគឺយើងទៅបួសអញ្ចឹងទៅគេរាប់ថាចេញចក្រកាមប៉ុន្តែខ្ញុំអត់ចង់ឲ្យយោបល់អីថាម៉េចទេគ្រាន់តែខ្ញុំចង់ថាមួយក្នុងការចេញចក្រកាមដែលខ្ញុំឲ្យតម្លៃពិតប្រាកដនោះគឺយ៉ាងហោចរយៈពេល90ថ្ងៃ3ខែធ្វើម៉េចមិនដឹងទេយើងអត់បញ្ចេញមេជីវិតរបស់យើងសោះទុកនៅក្នុងខ្លួនអានឹងជាថ្នាក់មតីជាជំហានទី1ដើម្បីអភិវឌ្ឍខ្លួនដើម្បីធ្វើដំណើរឆ្ពោះទៅជួបព្រះខ្ញុំថាអញ្ចឹងចុះធ្វើដំណើរក្នុងដំណើរឈានទៅរកការពលត្រូវដំណើរធម្មជាតិរស់ស្របតាមដំណើរធម្មជាតិក្នុងភាពជាមនុស្សប្រុសយ៉ាងហោច90ថ្ងៃខ្ញុំប្រើពាក្យយ៉ាងហោចខ្ញុំចង់និយាយថាជាថ្នាក់មូលដ្ឋានក៏ប៉ុន្តែមនុស្សប្រុសជាទូទៅគាត់ឆ្លងពិបាករួច30ថ្ងៃហើយខ្លះមិនដល់30ថ្ងៃផងត្រឹមតែមួយសប្តាហ៍គាត់ត្រូវរយច្រកបញ្ចេញមានវិធីគាត់បញ្ចេញច្រើនដូចយើងឃើញស្រាប់បើគាត់មិនចេះគ្រប់គ្រងអារម្មណ៍គាត់ផ្ទះតែងគាត់ច្រាស់ច្រាលគាត់ត្រូវទៅរកតាណា KTV ក្រៅ K ឬក៏ដឹងតាណាទេបន្ទប់ទឹកតាណាមិនដឹងទេបងប្អូនស្ដាប់ខ្ញុំស្រួលក្រែងលោថាខ្ញុំនិយាយរឿងរឿងដែលគេថាគេមិនពេញនិយមរឿងគេភេទអីប៉ុន្តែអត់ទេគោលបំណងខ្ញុំកំពុងតែនិយាយឲ្យមនុស្សចេះបប្រតិបត្តិព្រហ្មចរិយាគឺការរក្សាខ្លួនឲ្យនៅក្នុងព្រហ្មចរិយាធ្វើម៉េចកុំបញ្ចេញខ្ជះខ្ជាយធម៌ពលមីជីវិតរបស់ខ្លួនឲ្យបាន30ថ្ងៃ90ថ្ងៃសិនដោយស្វ័យប្រវត្តិគាត់នឹងបដូរពីការរស់នៅក្នុងពិភពខាងក្រៅចាប់ផ្ដើមមកស្គាល់ខ្លួនឯងបណ្ដាពាក្យថាព្រហ្មចរិយាភាសាបាលី
មានន័យថាការរស់នៅការរៀបចំជីវិតការប្រព្រឹត្តស្របតាមច្បាប់ធម្មជាតិខ្ញុំប្រែន័យត្រង់ Молодой человек, а что вы тут делаете? No, it's okay. I'm doing selfie recording video. Чего? Вот. It's okay. Yeah, please. Я их сейчас заберу, не переживайте. You know, Оба мимо. I cannot Не. understand Russian. Давайте. Sorry, Please, yeah, please. Не, ну... Андрюха, иди. Okay, yeah. It's already there, yeah. Yeah. Таня. Sorry. Okay, yeah, that's fine. Enjoy. Việc tập promវិជ្ជរិយាមានន័យថាប្រព្រឹត្តស្របតាមដំណើររបស់ធម្មជាតិរស់នៅស្របតាមលំហូរធម្មពលរបស់ប្រព័ន្ធចក្រវាឡព្រំក្នុងភាសាបាលីដើមក្នុងន័យ Hindu ក្នុងន័យព្រហ្មញ្ញសាសនាដើមអត់បានសំដៅលើមានព្រះជាម្ចាស់ជាប្រព្រំជាបុគ្គលជាតួអង្គបុគ្គលទេអត់មានព្រះជាបុគ្គលទេក្នុងខ្លឹមសារដើមនៃព្រហ្មញ្ញសាសនាគេអត់បានមើលឃើញថាមានព្រះជាបុគ្គលមកបង្កើតលោកមកត្រួតត្រាពិភពលោកទេអត់ទេចូលឲ្យជ្រៅឲ្យដល់ជំរឿដើមរបស់គេហើយពាក្យហ្នឹងអត់មានប្រើក្នុងពុទ្ធសាសនាទេពាក្យហ្នឹងដើមរបស់គេគឺក្នុងព្រហ្មញ្ញសាសនាក្នុងពុទ្ធសាសនាអាចនិយាយពាក្យថាធម្មចរិយាបានគឺការប្រព្រឹត្តបប្រតិបត្តិធម៌អញ្ចឹងទៅប៉ុន្តែខ្ញុំអត់បាននិយាយរឿងហ្នឹងទេខ្ញុំនិយាយតែត្រឹមព្រហ្មចរិយាក្នុងន័យដើមរបស់គេវាថាព្រហ្មសំដៅលើ existence the whole existence សំដៅលើសកលចក្រវាឡស្អីទាំងអស់ដែលមានជាអត្ថិភាពនៅក្នុងលោកហ្នឹងហើយចរិយាយើងដឹងស្រាប់ហើយភាសាខ្មែរសំដៅលើការប្រព្រឹត្តឥរិយាបថចរិយាមាយាទខ្មែរយើងនិយាយអញ្ចឹងហើយយើងមានឈ្មោះខ្មែរយើងច្រើនឈ្មោះចរិយាអញ្ចឹងព្រហ្មចរិយាសំដៅលើការប្រព្រឹត្តការរស់នៅការប្រកបជីវិតរបស់យើង Please you can go I just only record here ការប្រព្រឹត្តការរស់នៅក្នុងជីវិតរបស់យើងស្របតាមដំណើរព្រហ្មស្របតាមដំណើរច្បាប់ធម្មជាតិលំហូរធម្មជាតិនៅក្នុងសកលចក្រវាឡនោះអីគេដែលជាស្នូលដើមនៃសពធម្មជាតិទាំងអស់នៅក្នុងសកលចក្រវាឡនោះគឺមានធម៌ពលបង្កើតជីវិតមិនអញ្ចឹងបើអត់មានជីវិតអត់មានការដឹងខ្លួននឹងអត់មានចិត្តអត់មានវិញ្ញាណឲ្យយើងដឹងថាមានអីទាំងអស់នៅក្នុងលោកនោះទេតើមានលោកនឹងមកពីណាស្អីដែលនាំឲ្យមានជីវិតស្នូលដើមខាងដើមមានប្រភពរបស់វាមកនឹងធម៌ពលដើមរបស់វាដែលបង្កើតឲ្យមានជីវិតមកនឹងអានឹងវាមានធម៌ពលវាដើមមួយខ្មែរយើងប្រើពាក្យថាមេជីវិតហើយជាក់ស្ដែងយើងមើលឃើញទាំងអស់គ្នាមេជីវិតហ្នឹងម្ដងទៀតមកច្រូចមកបើប្រើឲ្យត្រូវបង្កើតបានជីវិតយើងម្នាក់កើតចេញមកពីហ្នឹងមិនអញ្ចឹងបង្កើតបានធម៌ពលមួយជីវិតទៅរស់80ឆ្នាំ70ឆ្នាំ60ឆ្នាំចេញមកពីធម៌ពលបន្តិចហ្នឹងហើយធម៌ពលបន្តិចហ្នឹងតាមពិតចម្រាញ់អស់ពីប្រមាណលានដែលមកច្រូចនឹងមកបង្កើតបានមនុស្សមកស្រុកខ្មែរយើងគិតមើលតើក្នុងធាតុដើមរបស់វានឹងមានធម៌ពលខ្លាំងប៉ុណ្ណាបង្កើតជីវិតបានតែយើងយកមកខ្ជះខ្ជាយយើងយកមកបើមនុស្សប្រុសសម័យនេះផងខ្ញុំនិយាយត្រង់ចេះដើម្បីឲ្យមនុស្សអភិវឌ្ឍខ្លួនឲ្យមនុស្សកែខ្លួនស្ដាប់ខ្ញុំឲ្យស្រួលខ្ញុំកំពុងតែជួយក្មេងៗជួយមនុស្សប្រុសសម័យនេះឲ្យរកឃើញភាពជាខ្លួនឯងនៅខាងក្នុងហើយរស់ជាមនុស្សប្រុសឡើងវិញកុំទន់ជ្រាយមនុស្សប្រុសឥឡូវទៅជាខ្លាយទៅជាចង់ជាមនុស្សស្រីអស់ហើយទៅជាតាមអង្វរគេចេះកើត emotion រំជើបរំជួលអារម្មណ៍ខ្លាយទៅជាទន់ជ្រាយបាត់ភាពជាប្រុសអស់ដោយសារមួយថ្ងៃមួយអាទិត្យគាត់បញ្ចេញធម៌ពលខ្ជះខ្ជាយចោលអ្នកបប្រតិបត្តិព្រហ្មចរិយាគឺអត់រស់បែបចឹងទេរស់ដូចយើងមនុស្សសម័យឥឡូវនេះទេហើយសម័យឥឡូវនេះក៏មិនមែនមនុស្សរស់ចឹងទាំងអស់ដែរមានមនុស្សមួយចំនួនគេអត់រងឥទ្ធិពលពីសង្គមទេគេរស់ដោយរស់តាមផ្លូវរបស់គេរស់តាមនិន្នាការរបស់សង្គមទេគឺថាសង្គមឥឡូវងាយនឹងរងឥទ្ធិពលដែលមនុស្ស
ជាពិសេសក្មេងៗបើមិនប្រយ័ត្នអញ្ចឹងបានចំណងជើងខ្ញុំដាក់ថាបើខ្ញុំមានកូនប្រុសខ្ញុំបង្រៀនអីឲ្យកូនខ្ញុំមុនគេគឺខ្ញុំបង្រៀនកូនខ្ញុំឲ្យចេះបប្រតិបត្តិព្រហ្មចរិយាតាំងពីចាប់ដើមដឹងក្តីមកមុនចូលសាលារៀនមុនបង្រៀនចំណេះដឹងបច្ចេកទេសទៅសាលាខ្ញុំបង្រៀនព្រហ្មចរិយាមុនវិបស្សនាទៀតខ្ញុំបង្រៀនព្រហ្មចរិយាហេតុអីពីព្រោះចាប់ពីអាយុវ័យជំទង់មកគាត់ចាប់ដើមមានអារម្មណ៍ផ្លូវភេទចូលមកក្នុងខ្លួនគាត់អត់ចេះគ្រប់គ្រងអត់មានអ្នកគេប្រាប់ពុកម្ដាយក៏មិនដែលប្រាប់ពូចេះទៅរស់តគ្នាអញ្ចឹងមកហើយគាត់មើល screen ទូរស័ព្ទឃើញរឿងអាសភាសរូប sexy តាម Facebook តាមបណ្ដាញសង្គមវាភ្ញូចប្រព័ន្ធប្រសាទនៅក្នុងខួរក្បាលភ្ញូចអារម្មណ៍គាត់មិនអាចទប់បានគាត់ត្រូវរត់ច្រកបញ្ចេញគាត់មិនមានដៃគូរត់ច្រកបញ្ចេញគាត់រប្រឡោះណាមួយទៅចុងក្រោយជួបបន្ទប់ទឹក3 4 5នាទីគាត់ចាញ់អារម្មណ៍របស់ខ្លួនឯងគាត់បញ្ចេញមកគាត់អត់ធម្មពលមានតែមនុស្សប្រុសទេស្ដាប់យល់ខ្ញុំចង់និយាយពីអីគាត់មានបទពិសោធន៍ដឹងខ្លួនឯងនេះពេលដែលធម្មពលនឹងចេញពីរាងកាយគាត់គាត់ខ្សោះហើយវាត្រូវការស៊ីពេលយ៉ាងហោច3ថ្ងៃដើម្បីឲ្យវាយ៉ាងហោចមានមូលដ្ឋានរាងកាយវាចាប់ដើមមកវិញយើងហូបមកយើងហូបអីចឹងមកហើយក៏មកទៀតចឹងមកខ្ញុំជួបមិត្តភក្តិច្រើនខ្ញុំឲ្យសាកខ្ញុំបង្រៀនខ្ញុំប្រាប់ដូចជារហូតមកដល់ពេលនេះអត់ទាន់មាននរណាមក report ប្រាប់ខ្ញុំថាគាត់ឆ្លងបានមួយខែនៅឡើយទេគឺថាភាគច្រើនប្រាប់ខ្ញុំថាពិបាកណាស់បងអើយហើយយ៉ាងហោចនឹងមួយអាទិត្យគាត់ទៅអត់រួចទេគឺគាត់ត្រូវជ្រុំច្រកបញ្ចេញតាមផ្លោះណាមួយខ្ញុំចង់ថាវាអត់ល្អសម្រាប់សុខុមាលភាពខាងក្នុងខ្លួនយើងរាប់ទាំងខ្លះ report ប្រាប់ខ្ញុំមករាយការណ៍ប្រាប់មកថាដុកទ័រខាងវិជ្ជបណ្ឌិតគេឲ្យយោបល់ផ្សេងជាបណ្ឌិតថាគេត្រូវតែមកទឹកអីរច្រកបញ្ចេញបើមិនចឹងទេវាមហារីកក្នុងកពេញវាមានបញ្ហាអញ្ចឹងខ្ញុំចង់ថាវិជ្ជបណ្ឌិតនោះក៏អត់ដឹងដែរគាត់ធ្លាប់រាប់តាមគាត់ធ្លាប់រស់តែតាមសង្គមអញ្ចឹងដែរនេះខោរស់តែតាមដូចគេដូចឯងអញ្ចឹងដែរគឺត្រូវតែរយច្រកបញ្ចេញអញ្ចឹងណាខ្ញុំចង់សរុបមកវិញថាជាទូទៅមនុស្សប្រុសគាត់ពិបាកឆ្លងមួយអាទិត្យអ្នកខ្លះដល់មួយខែក៏ត្រូវរយច្រកចេញប៉ុន្តែក្នុងរយៈពេលហ្នឹងអត់គ្រប់ទេសម្រាប់ឲ្យយើងងាកមកអភិវឌ្ឍខ្លួននៅខាងក្នុងហើយរកឃើញស្អីមួយយ៉ាងនៅខាងក្នុងដែលខ្ញុំចង់ប្រាប់មើលឃើញខ្លួនឯងហើយអភិវឌ្ឍដូរវិបរោះដូរទម្លាប់ចាស់យើងសម័យមុនដូចខ្ញុំនិយាយយើងថាធម្មពលនឹងមានអានុភាពបង្កើតជីវិតបានចុះបើសិនជាយើងមិនបញ្ចេញហើយយើងរក្សាទុកនៅក្នុងខ្លួនតើវានឹងទៅជាយ៉ាងណាយើងសង្កេតមើលឃើញអ្នកប្រាជ្ញអ្នកត្រាស់ដឹងអ្នកប្រាជ្ញទស្សនវិទូអ្នកច្នៃប្រឌិតអ្នកមានបញ្ញាកម្ពុជាភាគច្រើននៅក្នុងលោកគេដឹងអាកំបាំងនឹងជាពិសេសស្ដេចផងអធិរាជធំផងខ្ញុំនិយាយស្ដេចដែលខ្លាំងជក់ឈ្មោះក្នុងប្រវត្តិសាស្ត្រគេអត់ចេះតែដើរបញ្ចេញទៅពីទេគេដឹងវិធីបប្រតិបត្តិហើយកាលណាបើទុកនៅក្នុងខ្លួនរយៈពេលលើសពី90ថ្ងៃពេលដែលវាទុំវាអត់មានច្រកចេញទៅណាអូតូម៉ាទិកវាទី1ជ្រាបទៅក្នុងគ្រប់ប្រព័ន្ធកោសិកានៅក្នុងរាងកាយរបស់យើងហើយវាទី1ព្យាបាលសាងភាពសះស្បើយដល់រាងកាយរបស់យើងឧទាហរណ៍ការធ្លាប់រស់បែបអត់មានកម្លាំងអត់មានទស្សនវិស័យអត់មានគោលដៅជីវិតអត់មានលំនឹងខ្លះក៏មានក្តីសម័យមានគោលដៅចង់បានចង់មានចង់ឆ្លាតចង់មានបញ្ញាចង់មានសេរីភាពដូចគេប៉ុន្តែមួយជីវិតរស់ជាប់ជាមួយនឹង
ចំណងការងារនៅតដាល់ហើយតែឃើញចេះតែមើលទូរស័ព្ទមើលវីដេអូឃើញគេសម្រេចគោលបំណងគោលដៅខ្លួនឯងចេះតែនៅដេកស្រមៃអញ្ចឹងតែរហូតអត់ដែលបានសម្រេចគោលដៅដូចគេទោះបីជាមានក្តីប្រាថ្នាមានគោលដៅហើយប៉ុន្តែអត់មានកម្លាំង Дай Бог, заскачу из អត់មានធម៌ពលដើម្បីទៅសម្រេចគោលដៅនឹងបានដោយសារខ្វះធម៌ពលនៅខាងក្នុងហើយអត់ដឹងខ្លួនតែខ្លួនឯងបញ្ចេញមួយអាទិត្យម្ដងខ្លះមិនដឹងជាមួយអាទិត្យប្រហែលដងបញ្ចេញខ្ជះជីទៅខាងក្រៅបើគាត់ចេះសង្កេតមើលគាត់ដឹងពេលណាគាត់ចេញមកក្រៅគាត់អស់កម្លាំងគាត់អស់ភ្លាមជាក់ស្ដែងនេះជាពោះតាងដែលខ្ញុំបងប្អូនបាច់សួរខ្ញុំថាខ្ញុំនិយាយនោះបានអាងអីអត់ទេអាងជាក់ស្ដែងបទពិសោធន៍បងប្អូនទាំងអស់គ្នាប៉ុន្តែយើងអត់ដែលចាក់អារម្មណ៍ហើយទោះបីជាចាប់អារម្មណ៍បងប្អូនចង់ធ្វើចង់បប្រតិបត្តិក៏ពិបាកដែរពីព្រោះវាធ្លាប់រៀនកាយនឹងតាំងពីក្មេងធំដឹងក្តីមកត្រូវបានត្រេនអញ្ចឹងហើយជាពិសេសសម័យនេះខុសពីមនុស្សប្រុសសម័យបុរាណសម័យអង្គរសម័យគូប៊ីឡៃខ័ណ្ឌសម័យមេតបសម័យដេញចាប់ខ្លាក្នុងព្រៃដើម្បីការពារប្រពន្ធការពារគ្រួសារសម័យនឹងមនុស្សប្រុសអត់មានអីមើលទេអត់មានអីញូចអារម្មណ៍ទេអញ្ចឹងថាមពលទាំងអស់នៅក្នុងខ្លួនយើងឃើញរាងកាយមនុស្សសម័យដើមរឹងយើងខ្លាំងយើងហើយមានភាពរស់រវាសសត្វសាហាវក្នុងព្រៃមកនៅចម្ងាយ20-30 ម៉ែត្រ50 ម៉ែត្រពីយើងនៅវាសចាប់ដឹងដោយសារប្រព័ន្ធរាងកាយរបស់យើងវានៅមានភាពរស់រវើកនៅក្នុងវាមានសុខភាពល្អវាខុសពីសម័យឥឡូវរាងកាយត្រូវបានស្ពឹកដោយសារតែយើងមើលតែអេក្រង់ទូរស័ព្ទឃើញតែរូបភាពអាភិហើយយើងបញ្ចេញមកដល់បញ្ចេញញឹកពេកវាទៅជាធ្លាប់ឲ្យស្ពឹកលែងដឹងភាពរស់ហើយក៏ធ្លាប់រស់បែបអញ្ចឹងទៅហើយដល់ពេលខ្ញុំមកនិយាយថាឲ្យរស់បច្រាស់ហ្នឹងខ្ញុំថាឲ្យរក្សាឲ្យបានយ៉ាងហោច90ថ្ងៃវាមិនបច្រាស់ចរន្តទេហើយគេមិនទទួលយកបានប៉ុន្តែបើបងប្អូនចង់ដឹងថាស្អីទៅព្រះស្អីទៅច្បាប់ដើមធម្មជាតិស្អីទៅបាទយើងនិយាយកន្លែងថាព្រមចរិយាគឺយើងរស់នៅព្រមចរិយាគឺយើងរស់នៅមិនមែនជឿលើព្រះទេណាមិនឃើញព្រះនៅតាណាទេបើមិននៅក្បែរព្រះបើមិនបាននៅក្បែរព្រះយ៉ាងហោចក៏ខ្លាយជាបរិសុទ្ធពិតក្នុងភាពជាមនុស្សប្រុសណាក្នុងភាពជាបរិសុទ្ធពិតក្នុងភាពបរិសុទ្ធពិតខ្ញុំចង់និយាយថាអត់ជ្រីនៅខាងក្នុងហើយមានចំហក្នុងជីវិតច្បាស់លាស់ដែលជាអ្វីដែលអាចនាំមកនៅភាពកក់ក្ដៅដល់មនុស្សស្រីបានហើយយើងកំពុងតែបាត់បង់ធម្មជាតិនឹងតិចម្ដងនៅក្នុងសង្គមយើងសពថ្ងៃមិនមែនមានន័យថាយើងមានរាងកាយជាមនុស្សប្រុសហើយមានម៉ាទូមានពងនុយមកហើយយើងហៅថាប្រុសទេអញ្ចឹងបានខ្ញុំឃើញខមមិនមនុស្សស្រីខ្លះគាត់ដាក់ក្នុង Facebook គាត់ថាគាត់ចង់បានសង្សារជាមនុស្សប្រុសមិនមែនចង់បានសង្សារជាក្មេងប្រុសទេ I want a man not a boy a man is different from a boy មនុស្សប្រុសបរិសុទ្ធខុសពីក្មេងប្រុសបាទយើងឥឡូវយើងត្រឡប់មកពីដែលមានជីវិតវានៅក្នុងខ្លួនយើងលើសពីរយៈពេល74ថ្ងៃតាមគេរកឃើញឬក៏ចំពោះខ្ញុំថាសុំឲ្យដល់យ៉ាងហោចមនុស្សប្រុសត្រូវរក្សាបាន90ថ្ងៃវារតនាពីព្រោះមនុស្សប្រុសជាទូទៅដូចយើងដឹងខ្ញុំនិយាយខាងដើមហ្នឹងគាត់ report មកថាត្រឹមតែ7ថ្ងៃហ្នឹងគាត់ពិបាកគាត់ផ្ទះតែងគាត់នៅមិនសុខមិនស្ងៀមគេមានក្បួនគេមានបច្ចេកទេសគឺបច្ចេកទេសរបស់គេប៉ុន្តែតលយើងអមមិនអាចទៅតែឯងបានពីដែលវាអត់មានច្រកចេញមកក្រោមខ្ជិះខ្ជាយអញ្ចឹងយោងតាមតាំងវិទ្យាសាស្ត្រក៏គេឯកភាពចំណុចនឹងដែរថាធម្មពលនៅក្នុងលោកនេះនៅក្នុងធម្មជាតិនេះมันអាចបំបត្តិបានទេយើងមិនអាចបំបត្តិធម្មពលបានទេប៉ុន្តែយើងអាចបំផ្លែងវាបានបំផ្លែងធម្មពលបានអញ្ចឹងគេមានបច្ចេកទេសក្នុងការបំផ្លែងធម្មពលបើយើងអត់ដឹងហើយយើងចេះស្ទទុកវាធ្វើឲ្យយើងច្រាស់ច្រាលតែងអញ្ចឹងបានវាកើតជាអំពើហិង្សា
ផ្លូវភេទអីចឹងទៅចំណាយលុយអង្គការរាប់ពាន់ដុល្លាររាប់លានដុល្លារតាមអង្គការដើម្បីយកមកត្រេនពីសុខភាពមនុស្សប្រុសមនុស្សស្រីអីចឹងណាប៉ុន្តែខ្ញុំចង់និយាយថាវិធីរបស់មនុស្សសម័យបុរាណអត់ទេគេមានបច្ចេកទេសរបស់គេការបប្រតិបត្តិព្រហ្មចរិយាធ្វើឲ្យមនុស្សប្រុសហ្នឹងគាត់អូតូម៉ាទិកគាត់ control គាត់គ្រប់គ្រងលើអារម្មណ៍របស់ខ្លួនឯងបានធ្វើជាម្ចាស់លើកាមអារម្មណ៍របស់ខ្លួនឯងបានអញ្ចឹងវាលែងជាបញ្ហាប៉ុន្តែធ្វើជាម្ចាស់មិនបើគាត់រៀបការមកថាត្រឹមតែ7ថ្ងៃឬក៏មិនបាន10ថ្ងៃ30ថ្ងៃផងគាត់ត្រូវទៅរកច្រកចេញមកច្រកណាមបានយើងហាមមិនអោយចេញគាត់ច្រកតាមយកសពណាមកទៀតនោះអញ្ចឹងអូខេយើងមានបច្ចេកទេសគេមានក្បួនគេរាប់ពាន់ឆ្នាំមកហើយព្រមចរិយាតន្ត្រៈរាប់ពាន់ឆ្នាំមកហើយអានឹងតគិតថ្លៃកាហ្វេខ្ញុំចែកម្លែកបានបើខ្ញុំគាត់ចង់និយាយថាជាអានិសង្សជាផលប្រយោជន៍ពេលដែលយើងពេលដែលវានៅក្នុងរាងកាយតាមពិតបើគាត់បប្រតិបត្តិព្រមចរិយាត្រឹមតែមួយខែគាត់ដឹងខ្លួនឯងប្រែប្រួលស្ទើរនឹង7ថ្ងៃក៏គាត់ដឹងខ្លួនប្រែប្រួលដែរប៉ុន្តែប្រែប្រួលគាត់ទ្រាំបានគាត់រកច្រកចេញតែមួយខែគាត់ដឹងថាគាត់ដូចរៀងមានកម្លាំងជាងមុនគាត់មានឆន្ទៈធ្វើការជាងមុនគាត់មានភាពស៊ូភាពស៊ូសមានវិរិយៈមុតជាងមុនអញ្ចឹងបានកីឡាបដាល់មុននឹងបដាល់គេមកឲ្យនៅមួយដៃគូប្រពន្ធអីសង្សារអីមួយទឹកអីបើគាត់មុនໄວគាត់សាកនៅអញ្ចឹងមើលមុំគាត់ទន់ទៅជង្គង់ខិនមើលគាត់ដឹងឯងគាត់ខោចំហនៅក្នុងខ្សែរិញតែគាត់ទើបនេះហើយគាត់អត់មានចំហគាត់ឆាប់អស់កម្លាំងអស់ស៊ូសក្នុងកីឡាករគេហៅភាពស៊ូសប៉ុន្តែខុសគ្នាអ្នកដែលនៅក្នុងព្រហ្មចរិយាយូរដោយស្វ័យវត្តគាត់មានភាពស៊ូសខ្លាំងជាងគាត់ស៊ូមិនងាយទម្លាក់ការងារចោលនឹងខ្លាំងជាងគាត់ focus បើផើគុកបំគាត់ focus ដុតអារម្មណ៍នឹងបានយូរជាងមនុស្សធម្មតាដោយសារវាមានធម៌ពលមេជីវិតត្រពីខាងក្នុងធម៌ពលនោះបង្កើតជីវិតខ្ញុំនិយាយម្ដងទៀតជាធម៌ពលដើមស្នូលដើមរបស់ធម្មជាតិដែលបង្កើតជីវិតវាបង្កើតជីវិតយើងមករលរូបដែលយើងដឹងរាល់ថ្ងៃនេះអានេះអត់ប្រកែកបានទេហើយយើងយកមកបញ្ចេញចោលទៅទីវាមិនខ្ជះខ្ជាយើងចេះតែថាយើងអត់រកឃើញផ្លូវជីវិតយើងចេះតែតបប្រមល់អាប់អួរក្នុងជីវិតចិត្តអត់ស្រឡះស្រឡំខ្ញុំនិយាយមនុស្សប្រុសហើយអត់មានចំហក្នុងគ្រួសារឲ្យប្រពន្ធដឹកមុខឲ្យសង្សារត្រួតពីលើអីចឹងណាហើយចេះតែល្អូកាលណាក្នុងតំណែងប្រុសស្រីបើមនុស្សប្រុសអត់មានចំហអត់មាននឹងនៅខាងក្នុងច្រើនវាធ្វើឲ្យបាត់ភាពចំហកាលណាបាត់ចំហមនុស្សស្រីអត់មានអារម្មណ៍ថាមានកក់ក្ដៅដូចជាបាត់ស្មាផ្អែកវានាំឲ្យមានជារឿងគាត់ល្អូរទាំគាត់ជួនកាលក៏មិនដឹងខ្លួនមិនដឹងមកពីរឿងអីប៉ុន្តែវាចេះតែមានអីដែលធ្វើឲ្យគាត់មិនអាចទទួលយកបានក៏វាទៅជារឿងអីផ្សេងនៅខាងក្រៅតែមួយនៅក្នុងកត្តាច្រើនដែលនាំឲ្យមានបញ្ហាហ្នឹងមុនគេនោះគឺមនុស្សប្រុសនឹងតែម្ដងដែលគាត់បាត់ភាពជាប្រុសនៅខាងក្នុងគាត់បាត់ចំហនៅខាងក្នុងដោយសារគាត់អត់មានធម៌ពលជីវិតនៅខាងក្នុងគិតយើងប្រឹងបបួលគាត់គិតឲ្យស្ដាប់ធម៌មិនក៏គាត់ស្ដាប់ចេញដែរបានអីចេញបើលាវវាអ៊ីវវាខ្សោយធម៌ពលនៅខាងក្រៅវាបាត់ស្នូលនៅខាងក្នុងមិនអត់បាត់ដោយសារគាត់បញ្ចេញមកទិនដឹងប៉ុន្មានដងនេះខ្ញុំនិយាយឲ្យដាច់ជាមួយនឹងមនុស្សប្រុសតាមនេះមកស្រួលជាងស្ដាប់គ្នាអញ្ចឹងបើគាត់ស្ទរសាទុកនៅខាងក្នុងតាមរយៈព្រហ្មចរិយាតាមពលនឹងវាអត់មានម្លោះចេញធ្លាប់តែខ្ជះជាហូរមកក្រោមទៅទីដូចខ្ញុំថាអញ្ចឹងតែហូរមកគឺអស់កម្លាំងមនុស្សប្រុសណាក៏គាត់អត់ប្រកែកមួយខ្ញុំបានអាហ្នឹងអូទុំបន្តិចគឺអស់ពីព្រោះតាមវិទ្យាសាស្ត្រគេសិក្សាព្រហ្មចរិយាគេស្រាវជ្រាវទៅដើម្បីបានមេជីវិតនឹងមកតំណក់វាត្រូវការក្របឈាមយ៉ាងហោច40តំណក់ចម្រាញ់40តំណក់នៃក្របឈាមវាស្តនៅក្នុងខ្លួនយើងហូបបាយយើងដកដង្ហើមនេះអុកស៊ីសែនចូលបរិយាកាសចូលពន្លឺថ្ងៃពន្លឺព្រះអាទិត្យជ្រាបមកក្នុងខ្លួនយើងហើយវាធ្វើ metabolism វាបំផ្លែងធម៌ពលនៅក្នុងប្រព័ន្ធរាងកាយយើងទៅក្របឈាមដែលនៅក្នុងខ្លួនយើងហ្នឹងវាចម្រាញ់ដូចយើងចម្រាញ់ប្រេងអញ្ចឹងហើយវាស្តទុកនៅក្នុងខួរឆ្អឹងខ្នងរបស់យើងបើអត់មានការងារវាទៅធ្វើទេវានៅក្នុងភាពជាខួរឆ្អឹងខ្នងនៅខាងស្នូលឃើញវាក្នុងស្នូលរបស់ឆ្អឹងយើងទៅទៀត
ប៉ុន្តែពេលណាយើងត្រូវការវាបញ្ចេញយើងភ្ញូចអារម្មណ៍ពេលដែលយើងនៅជាមួយគ្នាប្រុសស្រីនោះក៏វាភ្ញូចមកវាបំផ្លែងចេញពីខួរឆ្អឹងរបស់យើងមកតាមប្រព័ន្ធរបស់វានឹងក៏បញ្ចេញមកក្រៅមកយើងក៏មានអារម្មណ៍ថាខ្សោះទោះបីជាប្រឹងអីយ៉ាងណាក៏ដោយក៏នៅតែវាខុសគ្នាណារត់ហត់ហាត់ប្រាណហត់អស់កម្លាំងខុសពីអស់កម្លាំងបែបអញ្ចឹងក៏គ្នារត់ហត់ហាត់ប្រាណហត់សារៈមកស្ទុះវាមកវិញហើយវានៅមានស្អីនៅខាងក្នុងជួយទ្រប៉ុន្តែអស់កម្លាំងបែបអញ្ចឹងហ្នឹងខុសគ្នាណាហើយខ្ញុំនិយាយនេះម្ដងទៀតមនុស្សប្រុសស្ដាប់គ្នាដឹងមនុស្សស្រីគាត់ពលមិនត្រូវក៏សម័យមិនត្រូវអានោះទៅនិយាយរឿងព្រមចរិយាសម្រាប់មនុស្សស្រីផ្សេងអញ្ចឹងហើយបានត្រូវធ្វើម៉េចរក្សាវាទុកនៅខាងក្នុងកុំខ្ជះខ្ជាយឲ្យមានប្រសិទ្ធភាពធម្មពលហើយពុកម្ដាយឲ្យបានបរៀនកូនអានឹងទេព្រោះគាត់គិតថាវាជារឿងឲ្យខ្មែរយើងផងវប្បធម៌យើងនិយាយចឹងមិនបានទេមកពីយើងអត់លោកឲ្យជ្រៅទៅឲ្យឆ្ងាយសិក្សាយល់ពីខ្លួនយើងពឹងតែចំណេះដឹងពីខាងក្រៅតែចំណេះដឹងផ្ទាល់ពីច្បាប់ធម្មជាតិដើមនៅក្នុងខ្លួនយើងដែលអាចប្រសពបានគ្រប់គ្នាយើងអត់ព្រមពិសោធន៍អត់តង់ដែលពិសោធន៍ផងអញ្ចឹងបានយើងត្រូវការចាប់ដើមរកភាពជាខ្លួនឯងនៅឡើងវិញពេលដែលអត់មានច្រកតាណាចេញទីមួយខ្ញុំនិយាយមិញវាคล้ายទៅជាថ្នាំធម្មជាតិព្យាបាលរាងកាយរបស់យើងធ្លាប់ឈឺរោយតាណាចុកតាណាឈឺច្រើនអត់ស្រួលក្នុងកាពះអីហ្នឹងអូទុំតិច90ថ្ងៃជួយយើងបានច្រើនហើយយើងដឹងខ្លួនហ្មងដូចវិបស្សនាដឹងអីទាំងអស់ប្រែប្រួលក្នុងប្រព័ន្ធរាងកាយវារើរៀបចំហ្នឹងយើងដឹងវាទីតិចហើយយើងមានអារម្មណ៍ថារបៀបគិតរបៀបមើលឃើញក្នុងជីវិតយើងពីខាងក្នុងប្លែកខុសគ្នាឆ្ងាយត្រឹមមួយខែវាបដូរក្នុងប្រព័ន្ធរាងកាយសិនត្រឹម2ខែវាបដូរវាចាប់ដើមកលក់កលែងរស់រើចិត្តកណិតរបៀបគិតរបស់យើងសិនអត់ទាន់ដល់អារម្មណ៍របស់យើងអត់ទាន់ដល់ប្រលឹងរបស់យើងនៅខាងក្នុងកាន់តែយូរកាន់តែដូរនៅខាងក្នុងទៅយើងកាន់តែធ្វើដំណើរជាមួយនឹងព្រះហើយជាមួយនឹងព្រំខ្ញុំថាយើងចោះគេថាមិនថាទៅយើងដឹងខ្លួនឯងត្រឹម90ថ្ងៃគាត់អាចមកនិយាយវីដេអូជួសខ្ញុំបានបាច់ចាំខ្ញុំទៅបរៀនបាច់ចាំពីណាមកបរៀនទ្រឹស្ដីធម៌ឯណាគាត់ដឹងអូតូម៉ាទិកគាត់ចាប់ដើមមានដឹងផ្លូវរកខ្លួនឯងហើយចាប់ដើមងាកមកភ្ជាប់តំណជាមួយនឹងខ្លួនឯងជាមួយនឹងធម្មជាតិហើយចេះដូររបៀបរស់ថ្មីគឺគាត់ចាប់ដើមមានលវាសភាពរស់រវើកនៃប្រព័ន្ធប្រសាទគាត់ជាមួយនឹងធម្មជាតិនៅខាងក្រៅនឹងជាងមុនខុសពីមុនគាត់ផុតតែគូក្បាលគិតវិភាគតាមតួលេខទិន្នន័យរស់តាមបែប digital សង្គមគីងឯងអីចឹងណាតែអត់ទេ90ថ្ងៃគាត់ដូរមកខ្លាយទៅជាមនុស្សថា introvert ខ្លះក៏បានថាជាមនុស្សដែលចាប់ដើមមានភាពផ្សារភ្ជាប់ឡើងវិញជាមួយនឹងខ្លួនឯងជាមួយនឹងធម្មជាតិហើយរឿងនិយាយរឿងធម៌រឿងអីហ្នឹងអត់សូវពិបាកចាប់ទេអូតូម៉ាទិកគាត់មានឧបករណ៍ install program កម្មវិធី computer មួយនៅក្នុងខ្លួនចាប់សញ្ញាអស់ហ្នឹងដោយស្វ័យប្រវត្តិទីមួយវាព្យាបាលប្រព័ន្ធរាងកាយរបស់យើងឡើងវិញដូចថាមានជំងឺមានអីក៏ឆាប់ជាឆាប់សះស្បើយមិនមែនអត់ឈឺសោះទេប៉ុន្តែកាត់បន្ថយការឈឺឧទាហរណ៍ដូចខ្ញុំពីមុនខ្ញុំកើតមកឈឺច្រើនខ្ញុំឈឺ7ឆ្នាំទៅពេទ្យដេកទៅពេទ្យ7ឆ្នាំជា7ឆ្នាំទៅដេកពេទ្យ7ឆ្នាំទៀតតាំងពីកុមារភាពពីក្មេងមកបងប្អូនអាចសួរបងប្អូនសាច់ញាតិខ្ញុំនៅស្រុកខ្ញុំបានថាពីណាក៏ដឹងថាខ្ញុំគ្មានជីវិតរស់មកដល់ឥឡូវនេះដែរមនុស្សកាត់មកនាំជំងឺមកតែមករយៈចុងក្រោយតាំងពីខ្ញុំនៅក្នុងព្រមចរិយាខ្ញុំដូចជាអត់ដែលឈឺធ្ងន់អីទេអត់ទេយើងអត់ចង់និយាយថាអត់ឈឺសោះទេប៉ុន្តែភាគរយនៃការឈឺនឹងមានតិចហើយពេលដែលឈឺយើងដឹងខ្លួនឯងនៅខាងក្នុងមានប្រព័ន្ធស្អីមួយវាជួយ protect ជួយ alert យើងជួយការពារយើងហើយវាប្រព័ន្ធនេះខ្ញុំចង់និយាយមេជីវិតថាអំពុលដើមស្នូលជីវិតហ្នឹងហ្មងតែគ្រប់គ្នាមានមិនមែនមានតែខ្ញុំទេប៉ុណ្ណឹងវាឆាប់ឲ្យយើងសាងភាពសះស្បើយលឿនជាងធម្មតាកម្លាំងអីក៏ឆាប់មកវិញលឿនជាងធម្មតាដូចយើងនិយាយបដាល់មិញអញ្ចឹងថាមុនបដាល់គេអត់ឲ្យប្រព្រឹត្តកាមទេបើប្រព្រឹត្តកាមឆាប់ទន់ជង្គង់ឆាប់អស់កម្លាំងអស់ភាពស៊ូសលឿនអញ្ចឹងហើយបដាល់ហើយចាំធ្វើទៅចុះបើអ្នកបដាល់ហ្នឹងគាត់ទុកឲ្យដល់3ខែមើលកុំទុកត្រឹមតែមួយអាទិត្យវាយបដាល់ហើយគាត់មកប្រព្រឹត្តអត់ព្រមចរិយាអីគាត់នៅឲ្យបានយូរហ្មងទៅគាត់មិនកាន់តែខ្លាំងមីថៃសាន់បងប្អូនរាប់ដឹងគាត់ក៏បដិបត្តិ
ព្រមចរិយាទោះបីគាត់មិនចេះប្រើភាសាបាលីព្រមចរិយាអ្នកប្រាជ្ញទស្សនវិទូអ្នកត្រាស់ដឹងច្រើនទៀតនៅក្នុងលោកឆ្នាំភាគច្រើនសុទ្ធតែជាព្រមចារីខ្ញុំនិយាយមនុស្សប្រុសដែលបបាត់ព្រមចរិយាខ្ញុំអត់និយាយមនុស្សស្រីមិនព្រមចារីទេមនុស្សស្រីប្រើពាក្យព្រមចារីអត់ត្រូវទេពេលតាមគិតតាមភាសាតាមអក្សរសាស្ត្រគឺមនុស្សប្រុសនៅក្នុងព្រមចរិយាហេតុអីបានគាត់ឆ្លាតគាត់ខ្លាចជាអ្នកប្រាជ្ញជាទស្សនវិទូគាត់មើលបានឆ្ងាយគាត់ដឹងខុសគេខុសឯងដោយសារគាត់មិនមែនប្រឹងគិតឲ្យរកឃើញទេគឺទោះបីពេលខ្លះគាត់មិនគិតក៏ថាមពលនឹងវាភ្ញូចចេញអីថ្មីពីក្នុងខ្លួនគាត់មកដែរពីព្រោះស្អីទៅជាធម្មពលមេជីវិតនៅក្នុងខ្លួនជានឹងអីទៅវាគឺជាធម្មពលបង្កើតថ្មីធម្មជាតិវាធម្មពលមេជីវិតនៅក្នុងខ្លួនយើងនឹងធម្មជាតិវាតាមពិតតែមិនតាន់ស្លមិនតាន់ចម្រាញ់មិនតាន់បញ្ចេញមកតាមរយៈការយើងនៅមួយនេះប្រុសស្រីធម្មជាតិវាដើមវាគឺមានពុបហេតុដើម្បីបង្កើតថ្មីមិនចឹងពីណាយើងសំនេះជាមួយគ្នាមកយើងមិនបង្កើតជីវិតមួយថ្មីបង្កើតជីវិតថ្មីណាបង្កើតអីមួយថ្មីក្នុងโลกហ្នឹងបង្កើតโลกហ្នឹងអញ្ចឹងបានគេហៅព្រំនោះព្រមចរិយានោះតែយើងខ្ជិះយើងបញ្ចេញតាមបន្ទប់ទឹកតាមទូរស័ព្ទដៃរាល់ថ្ងៃមិនបានទៅធ្វើអញ្ចឹងគ្រាន់តែចាញ់អារម្មណ៍ខ្លួនឯងស្រាប់ស្រាលប្រហែលវិនាទីអត់ទាំងមានអីផងហ្នឹងតន់ពេលខ្ញុំនិយាយមេជីវិតហ្នឹងជាធម្មពលបង្កើតថ្មីហើយយើងយកមកបញ្ចេញចោលខ្ជិះរាល់ថ្ងៃតាមអេក្រង់ទូរស័ព្ទចុះបើយើងទុកវានៅខាងក្នុងវាអត់មានច្រកចេញនៅខាងក្រោមវាហូរមកលើតាមរយៈខួរឆ្អឹងខ្នងដែលខ្ញុំនិយាយមិញហ្នឹងមក support ខួរក្បាលនៅខាងលើនៅក្នុងភាសាព្រហ្មញ្ញសាសនាគេហៅគុណលីនីដូចពោះវាឡើងទៅលើគុណលីនីវាឡើងទីមួយវាមក support ព្យាបាលរាងកាយទាំងមូលហើយវាមកចិញ្ចឹមខួរក្បាលបើកគេហៅបញ្ញាចក្ខុព្រហ្មញ្ញសាសនាគេហៅ third eye បាទពុទ្ធសាសនាគេហៅបញ្ញាចក្ខុធ្វើឲ្យហ្នឹងមានភាពច្នៃប្រឌិតគាត់អត់ដូចគេដូចឯងខ្ជិះខ្ជាយពីវេលាទៅដល់ញ៉ែតំណាងអត់ប្រយោជន៍ប៉ុន្តែគាត់យកពេលគាត់មកច្នៃផលិតជានេះជានោះដូចនីកូឡាទេស្លាហើយបងប្អូនស្គាល់នីកូឡាទេស្លាគាត់ជាអ្នករកឃើញនេះចរន្តខ្លះផលិតពូលដោយមិនភ្លើងអគ្គិសនីដោយមិនបាច់ប្រើខ្សែភ្ជាប់នេះហើយនឹងរបស់ច្រើនទៀតដែលគាត់រកឃើញដូចជាតាំងពីឡាសៀតាំងពីវិទ្យុតាក់ទងនឹងផលប្រយោជន៍ច្រើនទៀតសម្រាប់ផែនដីហ្នឹងដែលបើអត់មានគាត់យើងក៏មិនបានវិវត្តមកដល់ប៉ុណ្ណឹងដែរនីកូឡាទេស្លាខ្លួនឯងផ្ទាល់គាត់ជាព្រហ្មចារីជាអ្នកបដិបត្តិព្រហ្មចរិយាបងប្អូនឆែកប្រវត្តិគាត់ឡើងវិញនឹងមានច្រើនទៀតបងប្អូនទៅឆែកមើលអ្នកប្រាជ្ញធំទស្សនវិទូធំអ្នកត្រាស់ដឹងទាំងឡាយទូទៅគាត់ច្បាស់លាស់ខ្ញុំអត់ចង់ប្រើពាក្យថាតឹងតែងខ្ញុំចង់និយាយថាប្រើពាក្យច្បាស់លាស់ជាមួយនឹងធម្មពលមីជីវិតនៅក្នុងខ្លួនគាត់ចេះប្រើគាត់ចេះ control គាត់ធ្វើជាម្ចាស់លើកាមអារម្មណ៍បាន90ថ្ងៃឆ្លង90ថ្ងៃបងប្អូនដឹងខ្លួនឯងថាវាអត់មានឥទ្ធិពលអីលើយើងទេយើងចង់មានក៏បានអត់ក៏បានវាអត់នៅពីលើយើងដូចមនុស្សទូទៅទេតែយើងនៅពីលើវាយើងធ្វើជាម្ចាស់របស់វាខ្ញុំប្រើពាក្យយ៉ាងហោច90ថ្ងៃខ្ញុំនិយាយចេញពីអារម្មណ៍ខ្ញុំនិយាយចេញពីអារម្មណ៍100ជាងថ្ងៃ120ទូទៅរស់វាទៅជា lifestyle ជារបៀបរស់របស់ខ្ញុំលែងរាប់ថ្ងៃចេះថា100ជាងអញ្ចឹងទៅលើកចុងក្រោយតាមពិតខ្ញុំក្នុងព្រមចរិយានឹងច្រើនឆ្នាំមកហើយគាត់តែឥឡូវខុសពីមុនលើកដំបូងពិបាកខ្លាំងដោយបងប្អូនរាយការណ៍ប្រាប់ខ្ញុំអញ្ចឹងថា7ថ្ងៃគាត់នៅមិនបានផងគាត់ត្រូវណាស់នេះខ្ញុំដឹងខ្ញុំឆ្លងរឿងទាំងអស់ហ្នឹងខ្ញុំដឹងអារម្មណ៍មិនហ្នឹងត្រូវការត្រូវការខ្ញុំមិត្តភក្តិខ្លះគាត់យើងប្រាប់អញ្ចឹងទៅគាត់ព្យាយាមគាត់ធ្វើបានគាត់ពិបាកគាត់ត្រឡប់ទៅរស់តាមជីវិតរបស់គាត់ធម្មតានឹងវិញទៅដោយសារគាត់នៅមានអ្នកអត់ព្រមត្រូវការយើងបើមានកលៈកលឹះតាក់តិចច្រើនអញ្ចឹងក៏ចង់ទៀតទៅហើយគាត់នៅឆ្ងល់រឿងធរហ្នឹងអីរឿងធម្មជាតិហ្នឹងអីនៅសួរដាល់អញ្ចឹងប៉ុន្តែដើម្បីឲ្យធ្វើ
ឲ្យអនុវត្តផ្ទាល់ធ្វើអត់កើតប៉ុន្តែបើគាត់ធ្វើបានវាអត់មិនជាបញ្ហាគាត់វាមិនមែនគាត់ត្រូវមកសួរខ្ញុំវាត្រូវគាត់ទៅដើរ share ប្រាប់គេវិញអញ្ចឹងវាអូតូម៉ាទិកបាច់ទៅស្ដាប់ពីណានេះគឺគាត់ដឹងផ្លូវខ្លួនឯងគាត់នៅខុសគ្នាអញ្ចឹងតាំងពីលើកដំបូងខ្ញុំក៏ពិបាកដូចគេអញ្ចឹងប៉ុន្តែខ្ញុំអូតូម៉ាទិកឆ្លង90ថ្ងៃហ្មងកាលពីខ្ញុំអនុបត្តិបទព្រមចរិយាដំបូងប៉ុន្តែ90ថ្ងៃហើយខ្ញុំក៏តឹងខាងក្នុងដែរមានន័យថាដូចអំពូលម៉ែត្រអំពូលវាតែយើងអាចផ្ទុកបានទី5វ៉ុលហើយយើងទៅភ្ជាប់ចរន្តអគ្គិសនីវាឡើង100វ៉ុលដាក់ទៅមិនបាច់អំពូលដូចគ្នាដែរនៅក្នុងខ្លួនយើងប្រព័ន្ធរសាយវិសាប្រព័ន្ធរាងកាយវាអត់ដែលស៊ាំជាមួយនឹងធម្មពលដ៏មហិមាហ្នឹងដូចបងប្អូនដឹងថាមកតំណក់បង្កើតជីវិតបានមកស្រុកខ្មែរសម្រាប់តែយើងយកមកផ្ទុកវាមិនមែនមកតំណក់ទេវានៅច្រើនខែនៅក្នុងនោះនឹងបាននៅមុខប្រាសាទនៅមុខគោវត្តនៅក្នុងសាសនាច្រើនគេធ្វើរូបតោហើយខ្លះគេធ្វើមនុស្សជិះលើតោមុននឹងជួបដល់ប្រាសាទទៅជួបព្រះវិស្ណុនៅកណ្ដាលអង្គរវត្តទៅជំនះតោផ្សាំងសត្វតោបានតោនឹងក៏និយាយតោនៅក្នុងខ្លួនវាស្មើយើងផ្សាំងសត្វសាហាវមួយតែវាក៏ជាសត្វធម្មពលកាត់ជាសត្វពីព្រោះយើងជាប់នៅក្នុងលោកីហ្នឹងមិនចេញពីធម្មពលហ្នឹងដែរក៏កើតសត្វមួយដែរវាជាធម្មពលពិបាកផ្សាំងដោយសត្វតោនៅក្នុងខ្លួនតែយើងអាចផ្សាំងវាបានហ្នឹងលើកទី1រៀងពិបាកដល់ពេលយូរទៅវាទៅជាទម្លាប់យើងជា lifestyle តែឥឡូវនេះគឺខ្ញុំ100ជាងថ្ងៃដូចជាធម្មតាចង់នៅយូរទៀតក៏បានមានតែយើងចង់ក៏បានអត់ក៏បានអញ្ចឹងsingle ខុសគ្នាអ្នកខ្លះ single ទាំងទៅដោតទៅដួស single ទាំងខាងក្នុងតែខ្ញុំ single បែបផ្សេងមិនមែនចាបងប្អូនសាច់ញាតិខ្លះក៏ចិត្តទៅបារម្ភមិនក៏យើងមិនយកគ្រួសារប្រពន្ធខ្ញុំខុសគ្នាខ្លះគ្នាត្រឹមតែ18ទាម៉ែនទាំងប្រពន្ធលក់ស្រូវលក់ស្រែទាំងវេទនីជាពាក់លុយធនាគារយកមកការប្រពន្ធដោយសាររឿងគ្រប់គ្រងកម្មអារម្មណ៍មិនកើតខ្ញុំផ្សេងអត់បានធៀបគ្នាក្នុងន័យល្អក្រក់អីទេគាត់ន័យចង់បង្ហាញឲ្យដឹងថាមិនចេះទីមកអញ្ចឹងទេវាមានកលុកកលាក់ហើយក៏អាច share បានដែរចង់ចែករំលែកដែរប៉ុន្តែតលបងប្អូនបើកចំហទទួលយកដែរពួកខ្លះបានតែដំបងដល់អនុវត្តពិបាករត់ចោលជួអាហ្នឹងក៏រស់បែបអញ្ចឹងទៀតចុះមានផលប្រយោជន៍ច្រើនពេលដែលយើងនៅក្នុងព្រមចរិយាដូចខ្ញុំនិយាយមិញធំជាងគេហ្នឹងគឺវាបដូរជីវិតយើងនៅខាងក្នុងឲ្យមានលំនឹងជីវិតពីព្រោះយើងពោពេញទៅដោយភាពជាបរិសុទ្ធភាពជាមនុស្សប្រុសមានអីក្រៅពីហ្នឹងបាទហើយមានចំហវាធ្វើវាជាភាសាសំស្ក្រឹតដើមគេហៅវិរិយៈអត់បានមានន័យថាខំប្រឹងប្រែងធ្វើការខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រទេអានឹងមើលពីក្រៅទេឃើញមនុស្សនឹងអត់ទម្លាក់ធុរៈរបស់ខ្លួនហើយនៅស៊ូធ្វើការបានហ្នឹងប៉ុន្តែខ្លះចង់ស៊ូដែរតែស៊ូអត់រួចមិនបានស៊ូរួចបើក៏អត់មានស្នូលធម្មពលកម្លាំងបុកពីក្រោយនៅខាងក្នុងមុនហ្នឹងបើគាត់បញ្ចេញរហូតហ្នឹងខុសគ្នាពីអ្នកខ្លះគេមិនទាំងប្រឹងមកទេគេចេះតែនៅចឹងរហូតបានដោយសារវាមានអីនៅខាងក្នុងវិរិយៈដើមក្នុងសំស្ក្រឹតគឺសំដៅលើមួយជីវិតនឹងហ្មងតំណក់ទឹកជីវិតនឹងហ្មងដែលធ្វើឲ្យមនុស្សនឹងមានវិរិយៈហើយគេនិយាយវិរិយៈក្នុងន័យធម៌ផងក្នុងន័យគាត់នៅក្នុងសមាធិក្នុងព្រមចរិយាក្នុងក្បែរព្រះនឹងបានយូរគាត់មិនងាយទម្លាក់ចោលដោយសារវាមានអីស្នូលទប់នៅខាងក្នុងទ្រនៅខាងក្នុងមិនទប់ឲ្យទ្រនៅខាងក្នុងខុសពីមនុស្សរស់ខាងក្រៅប្រឹងឲ្យដូចគេតែចាស់តែវាបានផលដោយសារគាត់អត់អីមានគាត់ផ្លេចគាត់ធ្លាយធុងសាំងនៅខាងក្នុងអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះខ្ញុំចង់ឲ្យយើងត្រឡប់មកមើលឃើញពីរឿងដ៏សាមញ្ញធម្មជាតិដើមស្នូលនៅខាងក្នុងខ្លួនយើងដែលអាចអនុវត្តបានសម្រាប់មនុស្សគ្រប់គ្នាស្រួលងាយថាងាយយ៉ាងក៏បានពុំមានអីយើងនៅក្នុងខ្លួនយើងស្រាប់យើងគាត់ចេះប្រើវាឲ្យមានប្រយោជន៍ឲ្យត្រូវកាលឲ្យកុំខ្ជះខ្ជាយទៅឲ្យមាន energy efficiency មានប្រសិទ្ធភាពធម្មពលទៅយើងនឹងរកឃើញពលឺជីវិតថ្មីផ្លូវជីវិតថ្មីបាទឡើងសួរគេសួរឯងទៀតហើយអូតូម៉ាទិកមានស្អីនៅខាងក្នុងបង្ហាញផ្លូវជើងមានអានិសង្សច្រើនទៀតក្រៅពីមានបញ្ញា
là vía bởi trong ở côn slad còn ở côn chia khi tham phút ở côn bật bật bùng chạy đi cha ô tô tích men mọn hầm tha được có cọt prăng ở slad đi vấn đề miền xây là càng có nông ở cọt slad ai bỏ bị sọt nâng ai vô tàu bị sọt bạn ô tô tích bị chui bà cọt cạn mò slad mình ở nhà sắp hói cọt bật bật bùng chạy ra thiết cọt rớt tay miền cái tệ bên đất thà slad ở thời gì thà bởi cho côn miền cái tệ bên đất u slad và cục ba lệ vấn đề xây để tôi chui trô cục ba để chỉ tìm đất nó thầu ca mấy chỉ vật tham phô chỉ vật đám và cả thầm chiến đi và cả lùng ní tạm dạ cả bạn bắt Brahmacharya Cambodia yeah. Theo vấn nâng chơn chui chi vật dương chơn ủi tờ hồ ca sầm rạch chất phiếp kla hàn ọt khlạch kỳ là đây nông dùm nông dùm nông để xa miền ấy nó càng khăn đông hay có đôi chu từ nông dùm nông ô tùm tích mà nước chạp vào rõm quật đôi xoay vọt đôi xa tham phô quật coffee nạp xì nó không một tôm nặng chỉ phải mình sấy can để chắc còn can tay mình sấy miền miền nhiên vì sai coffee mình pro còn chắc hạt khăn còn mình là việc khăn còn mỡ đắng là việc mỗi tiết cứ một phe nhóm lắc có họ cái nhóm còn phô nhóm gì chỗ đó rừng chẳng đốc còn được hít chặt vào trong thư đây ấy khác còn không lực luôn một đây tha có lốp đây đừng cá đọc bay khai đôi chìm đây màn nỉ phong một đòn ấy ná bên này nó còn gì rồi bỏ cao tức một con giấy cao này con giấy sờ lên con giấy hay năng chấm ho chỉ vượt quạt tham cô lại còn cùi mới nhom hạt khăn năng tờ mong vì ọt miên ai con chạy giấy ta con còn ở trong prom chạy raได้พวกcon đại ban rồi na ai na đi phóng năng mọi trường tháp bên này nhầm mưa này bằng anh nhầm mưa tức một bằng anh mưa sờ lên tức sờ lên mà anh giấy ọt miên khăn miên tham cô chấm hai năng một việc nó hay bằng chạy thật u tha rosi về ban kết ấy có việc chính kết ấy chính mà bọn anh muốn tham phun là càng nông vòng này hay bọn anh dây của họ nhom là một con nhom trong tha là mốc nhom một thứ video tha oi ni mau tới muối khăn giờ nom riêng sen cứ này nơi pro chuột sơn còn xa ni mò nó có miền và lư ai mà giang chral chăng từ hàng nông này thì vấn đề ô tô tích nè để nó không prom chạy giá phải vót cái phần này có copy là từ từ hay bản nâng bạch vì naสังเกตได้ยังสังเกตខ្លួនឯងក្នុងយើងរក្សាត្រឹមកន្លះខែក៏បានដែរហើយមកឆ្លោះកញ្ចក់មើលខ្លួនឯងធៀបជាមួយនឹងយើងធ្វើនេះហើយធ្វើខ្ជិះខ្ជាយតាមពូលហើយថ្មីឆ្លោះកញ្ចក់មើលខ្លួនឯងយើងឃើញភាពខុសគ្នាស្វ័យប្រវត្តិហ្មងទី2រឿងច្រើនណាស់ខ្ញុំនិយាយអានិសង្សផលប្រយោជន៍ចេញពីនឹងស្បែកយើងស្បែកឧទាហរណ៍យើងទៅខ្ជិះខ្ជាយហើយអាចសាក់សៀបស្បែកខ្លួនឯងក៏បានតាណាក៏បានviệc cơm việc cỏ việc răng việc sọ ấy mà giảng tại bộ bóng ôn nơiក្នុងនឹងយូអូតូមតិស្ទាបដឹងខ្លួនឯងទុនល្មើយខុសគ្នាមានអីនៅក្នុងនឹងផ្សេងគ្នាអញ្ចឹងទីអញ្ចឹងតចេះសង្កេតហើយអានឹងបាច់កុហកខ្ញុំទេគាត់មកនិយាយមួយខ្ញុំថាអូយគាត់ក៏ក្នុងព្រមចរិយាដែរអត់ទេបើអញកុហកខ្ញុំមើលដឹងតែបាច់តែខ្ញុំអាចអូទីសង្កេតមកស្ទុះក៏ដឹងដូចគ្នាដែរអញ្ចឹងបាច់ឆ្ងល់ថាម៉េចបានគេចេះទីរស់មើលទៅដូចភ្លឺស្វាងហើយយើងក៏ដូចជាតប់ទល់មុលតប់បំងល់ទល់មុលយើងអាចកែជីវិតយើងមិនកែទេយើងអាចរកងាកមកស្រឡឹងមើលសក្តានុពលក្នុងខ្លួនរបស់យើងឥឡូវនឹងឡើងវិញបាននៅពេលហ្នឹងអត់ចាំពេលណាទេហើយចាប់ដើមអនុវត្តចាប់ដើមបប្រតិបត្តិបើត្រូវការអមប៉ាវកាហ្វេខ្ញុំអាចចែករំលែកបានបាទនេះសម្រាប់បងប្អូននៅប្រុសហើយខ្ញុំធ្វើវីដេអូនេះដូចបាននិយាយខាងដើមទៅតាមពិតចង់ដាក់ចំណងជើងថាបើខ្ញុំមានកូនប្រុសខ្ញុំចង់ share វីដេអូនឹងឲ្យបងប្អូនជាមនុស្សប្រុសជាពិសេសហើយនឹងឪពុកម្ដាយដែលមានកូនប្រុសប្រយ័ត្នកូនរបស់យើងចាប់ទៅតន់ដល់វ័យជំទង់ស្រួលបួលផងចាប់ដើមធ្លាធម្មពលហើយចេះតែលូថាកូនរៀនអត់ឆ្លាតពួកយើងបញ្ចេញធម្មពលដ៏សំខាន់មានជីវិតដល់មកពីព្រះដើមពីធម្មជាតិច្បាប់ធម្មជាតិដើមដែលបង្កើតជីវិតហ្នឹងទៅទី
ហើយក៏ជាជំងឺទាំងផ្លូវកាយទាំងផ្លូវចិត្តស្ទះទៅនេះស្ទះទៅនោះក្នុងប្រព័ន្ធរាងកាយហើយអាងទៅពឹងពេទ្យអញ្ចឹងអានឹងបាទយើងចាប់អារម្មណ៍រឿងដ៏សាមញ្ញតែសំខាន់នឹងផងបាទអញ្ចឹងមានអានិសង្សច្រើនទៀតដែលតាមពិតដូចខ្ញុំលើកអញ្ចឹងថាមួយខែបដូរអីក្នុងរាងកាយ2ខែបដូរអី3ខែបដូរអីវាឡើងវាអាប់ដេតខ្លួនវាកលៈហ្នឹងក៏មានរឿងនិយាយច្រើនដែរប៉ុន្តែវីដេអូនេះវែងហើយខ្ញុំគិតថាបងប្អូនឮរឿងអីដែលថ្មីប៉ុន្តែអត់តន់ស៊ាំលុយទេតខ្លះនិយាយ3ដងខ្ញុំដឹងនៅតាណាទេបើនិយាយហើយក៏ខ្ញុំគិតថាជាសារដែលបញ្ញាក់បងប្អូនឲ្យចាប់អារម្មណ៍អភិវឌ្ឍផ្លូវចិត្តគំនិតយើងឡើងវិញបាទអរគុណរាត្រីសួស្តីពីទីក្រុង Saint Petersburg របស់រុស្ស៊ីបាទបាយបាយ